ឡើយនេះយើងកំពុងបន្តដំណើរទៅមើលប្រាសាទចិន អូឡងអត់សម្រាប់សោះ នេះបងកំពុងតែថតដែរបង កំពែងនេះធំ ហើយប្រាសាទចិន សឿនវាឡើងធំជាង អូខេមកវិញ ធំជាងប្រាសាទនាងខ្មែរទេ នេះបាទភ្ញៀវមកពីឆ្ងាយប្រាសាទនាងខ្មែរវិញទ្រង់ទ្រីនៅស្អាតជាងនេះបាក់បែកប៉ុន្តែទីធ្លានេះធំ នេះប្រាសាទដាក់ផ្លាកមុខឃើញដាក់ប្រាសាទចិនប្រាសាទច្រើនឥឡូវលើមកអស់ ច្រើនមក អូឥឡូវបាក់បែកខូចខាតអស់ អីយើងកាត់ថាតាមពីសម័យនោះគេច្រើននេះស្មនេះមានណាស្មបាយគ្រីឡើងទៅមើលសាទអស់នេះយើងមិនបានដឹងប្រវត្តិសាស្ត្រថាប្រាសាទចិនយ៉ាងម៉េចទេឥឡូវនេះបើយើងចង់រកទៅប្រវត្តិសាស្ត្រក៏ពិបាករកដែរអញ្ចឹងយើងមានតែបើចង់ដឹងប្រវត្តិសាស្ត្រមែនទេតើតែទូលោកគ្រូចៅគៀងតែគាត់ដឹងច្បាស់ហើយគាត់មានឯកសារមានអីតែ ប្រាសាទនេះមានកពូល យើងកាលសម័យយើងស្ថិតនៅក្នុងត្រង់អាណានិគមបារាំងកាល9ឆ្នាំហ្នឹងគឺបារាំងហ្នឹងកប់ដីកែប្រែប្រវត្តិសាស្ត្រយើងច្រើនណា អូអត់ដឹងថារៀបរាប់យ៉ាងម៉េចទេបើអត់ស្គាល់អត់ដឹងពីប្រវត្តិសាស្ត្របានតែទស្សនាហើយមើលពីភាពខូចខាតតែនេះក៏ប្រាសាទហ្នឹងក្នុងហ្នឹងគឺប្រាសាទចិនដែលគេហៅតគ្នាមកទ្រមអស់ ទីសក្ការៈបូជា